បងហេងអញនៅទីនេះដែរសាងយូអានចង់តោងទៀមដល់ណាទៀតហ្នឹងខ្ញុំសុំទោសអញ្ចឹងតើនាងឡើងកោតដោយសារតែតាក់ប្រុសសោះមុខក្រាស់ម្លេះលោកប្រធានលូគឺជាគូដណ្ដឹងរបស់មូរ៉ានតើមិនក៏គេទៅស្រឡាញ់ស្រីថោកទាបដូចនាងទៅកើតគ្រប់គ្រាន់នៅទីនេះជាកន្លែងប្រកួតណាមិនមែនកន្លែងឲ្យនាងមកលេងសើចទេជំនួយការសាវដេញមនុស្សដែលមិនពាក់ព័ន្ធចេញទៅអញ្ជើញចេញទៅបើមិនអញ្ចឹងទេខ្ញុំនឹងហៅសន្តិសុខហើយទុកពេលឲ្យអញសប្បាយសិនចុះពេលខ្ញុំឈ្នះមេដាយមាសហើយរៀបការជាមួយលូហេងខ្ញុំមានពេលច្រើនដើម្បីចាត់ការអញហើយវិញ្ញាសាដាក់ពិន្ទុសម្រាប់ការប្រកួតនេះគឺបែងចែកជាការដាក់ពិន្ទុតាមអនឡាញនិងផ្ទាល់ពិន្ទុពីគណៈកម្មការទាំង3រួមបញ្ចូលជាមួយសម្លេងឆ្នោតពីទស្សនិកជនអ្នកដែលមានសម្លេងគាំទ្រច្រើនជាងគេនឹងក្លាយជាម្ចាស់មេដាយមាសរបស់យើងការបោះឆ្នោតអនឡាញបានបើកហើយសូមអំពាវនាវឲ្យទស្សនិកជនទាំងអស់ចូលរួមបោះឆ្នោតឲ្យបានច្រើនកកកឥឡូវនេះខ្ញុំសូមប្រកាសថាការប្រកួតប៉ាក់លើកទី10ចាប់ផ្ដើមជាផ្លូវការជាដំបូងសូមទស្សនាស្នាដៃទី1យូអានមេដាយមាសនេះច្បាស់ជារបស់អញហើយខ្ញុំមិនប្រកាសនោះទេបន្ទាប់មកទៀតគឺស្នាដៃប៉ាក់ទី8មិនក៏អញ្ចឹងនេះជាស្នាដៃរបស់យូអានតើមិនក៏ខ្លាយជារបស់ស៊ូមូរ៉ានទៅវិញបន្ទាប់មកទៀតគឺជាស្នាដៃចុងក្រោយរបស់យើងហេតុអីបានជាស្នាដៃលេខ10ទេស្អាតអញ្ចឹងឬមួយក៏នេះជារោគទេពទេដឹងអ្នកនាងស៊ូស្នាដៃប៉ាក់នេះជារបស់សាងយូអានណានឹកស្មានមិនដល់សោះថាសាងយូអានពិតជាមានស្នាដៃមែនតែនឹងទោះនាងពូកែយ៉ាងណាក៏មិនអាចរួចពីកណ្ដាប់ដៃអ្នកនាងបានដែរអញ្ចឹងបដូរស្នាដៃនាងជាមួយក្រណាត់ទេទៅទុកឲ្យខ្ញុំធ្វើឲ្យនាងក្លាយជាធ្លុកប្រចាំក្រុងយ៉ានឈឹងហ្មងសំទោសតើអាចរៀបចំលេខរៀងខុសដែរឬទេស្នាដៃលេខ8គឺជារបស់សាងយូអានតើលោកប្រុសស្នាដៃនីមួយគឺមានបុគ្គលិកត្រួតពិនិត្យយ៉ាងត្រឹមត្រូវណាបាទដូច្នេះលេខរៀងមិនអាចច្រឡំគ្នាដាច់ខាតសូមគណៈកម្មការផ្ដល់ពិន្ទុចុះបាទសូមអភ័យទោសផងអ្នកទាំងអស់គ្នាមានបញ្ហាបច្ចេកទេសបន្តិចបន្តួចកម្មវិធីនឹងបន្តក្នុងរយៈពេល30នាទីទៀតបាទអាហេងចប់ការប្រកួតនេះយើងទៅមើលរោគការណោះអាហេងបានតើសំខាន់ឲ្យតែអូនឈ្នះមេដាយមាសទៅស៊ូមូរ៉ាននេះពិតជាថោកទាបមែនហ្មងនាងហ៊ានលួចស្នាដៃប៉ាក់របស់ឯងយកទៅប្រឡងទៀតលូហេងបានសន្យាជាមួយនាងថាឲ្យតែនាងឈ្នះមេដាយមាសគេនឹងរៀបការជាមួយនាងមនុស្សដូចគេធ្វើរឿងបែបហ្នឹងខ្ញុំអត់ភ្ញាក់ផ្អើលអីបន្តិចសោះអត់ទេខ្ញុំត្រូវតែទៅជួបគណៈកម្មការដើម្បីរាយការណ៍ពីស៊ូមូរ៉ានចាំសិនស៊ូមូរ៉ានមានក្រុមហ៊ុនស៊ូគ្រូបនៅពីក្រោយខ្នងណាមានអ្នកខ្លាចនាងច្រើនណាស់មិនអីទេនៅសល់កន្លះម៉ោងទៀតតើខ្ញុំអាចប៉ាក់មួយថ្មីបានអូខេចឹងខ្ញុំទៅរកក្រណាត់ឲ្យឯងខ្ញុំសូមប្រកាសថាការប្រកួតនឹងបន្តដោយសារការធ្វេសប្រហែសពីបុគ្គលិកអំបញ្ញមិញស្នាដៃប៉ាក់លេខ10ត្រូវបានយកខុសឥឡូវនេះស្នាដៃលេខ10ពិតប្រាកដបានមកដល់ហើយតោះយើងទស្សនាទាំងអស់គ្នា
បើចុះនេះមិនមែនជាស្នាដៃកម្ពុជាបាក់សេរយកូរ៉ូហ្វូនីកទេហេសូមគណៈកម្មការដាក់ពិន្ទុខ្ញុំភ្នែកព្រើលមែនទេតានេះជាបច្ចេកទេសបកមជុលកំបាំងដែលបាត់បង់យូរណាស់មកហើយតើលោកគណៈកម្មការអាចជួយពន្យល់ប្រាប់អ្នកទាំងអស់គ្នាបានទេថាអ្វីទៅជាការបកមជុលកំបាំងនេះដែលគេហៅថាការបកមជុលកំបាំងហ្នឹងគឺមានន័យថាលាក់ស្នាមធ្នេទាំងអស់នឹងណាធ្វើឲ្យផ្ទៃដែលបាក់រួចរលោងស្អាតដូចគំនូរអញ្ចឹងមើលទៅដូចពណ៌នឹងដុសចេញពីក្រណាត់មកពីធម្មជាតិអញ្ចឹងមិនមែនជារបស់ដែលគេប៉ាក់ពីលើទេស្នាដៃប៉ាក់លេខ8ប្រើបច្ចេកទេសប៉ាក់សងខាង3ជាន់គឺអស្ចារ្យខ្លាំងណាស់ទៅហើយតើនឹកស្មានមិនដល់សោះថាស្នាដៃលេខ10ដល់កម្រិតទេហ្មងអរគុណលោកយាយដែលបានបង្រៀនចៅបច្ចេកទេសប៉ាក់មជុលកំបាំងរបស់លោកយាយបានជួយចៅច្រើនណាស់ថ្ងៃនេះលទ្ធផលបោះឆ្នោតសម្រាប់លេខ8ចេញហើយតោះទៅមើលទាំងអស់គ្នាថាលទ្ធផលលេខ8យ៉ាងម៉េចដែរអូខេសូមចូលរួមអបអរសាទរស្នាដៃលេខ8ទទួលបាន968សម្លេងសាងយូអានទោះឯងបញ្ចេញស្នាដៃប៉ាក់ថ្មីក៏ឯងយកឈ្នះយើងមិនបានដែរវើយបន្តទៀតនេះតោះយើងមកមើលលទ្ធផលបោះឆ្នោតសម្រាប់ស្នាដៃលេខ10ទាំងអស់គ្នាតើលទ្ធផលយ៉ាងណាដែរសូមចូលរួមអបអរសាទរលេខ10ទទួលបានដល់ទៅ520សម្លេងមិននឹងអាចទៅរួចទៅអញសុកចិត្តទិញសន្លឹកឆ្នោតហើយតើមិនក៏នៅតែចាញ់ទៀតអបអរសាទរផងណាយូអានជាបន្តសូមអញ្ជើញលោកអគ្គនាយកលូហឹងនៃក្រុមហ៊ុន Lu Group ឡើងប្រគល់រង្វាន់និងពានជូនដល់ជ័យលាភីរបស់យើងសូមទះដៃអបអរសាទរសាងយូអានអញចាំមើលទៅអញមិនលើកលែងឲ្យអញទេអ្នកដែលអាចរៀបការជាមួយលោកលូហឹងបានគឺមានតែអញម្នាក់គត់